រឿងតម្លៃនៃការតស៊ូនៅផ្ទះតាជ័យនាពេលរសៀលព្រះសូរិយារៀបនឹងអស្តង្គតបញ្ចេញពន្លឺរស្មីពណ៌មាសទុំពេញផ្ទៃមេឃសុកអង្គុយលើក្បាលកាំជណ្ដើរផ្ទះតាជ័យទឹកមុខស្រពោនដៃទាំងពីរទ្រចង្កាហាក់បីដូចជាកំពុងផ្ទុកពិភពលោកទាំងមូលនៅលើស្មាតើជីវិតខ្ញុំជួបតែភាពបរាជ័យបែបនេះដល់ពេលណាទៀតទៅលោកតាខ្ញុំខំប្រឹងណាស់តែលទ្ធផលនៅតែសូន្យប្រហែលជាវាសនាមិនឲ្យខ្ញុំជោគជ័យទេដឹងចៅអើយជីវិតមនុស្សមិនមែនខំប្រឹងថ្ងៃនេះប្រមូលផលនៅថ្ងៃស្អែកនោះទេតើចៅដឹងទេដៃថែបដែលរឹងបំផុតកើតចេញពីការដុតក្នុងភ្លើងដែលក្តៅបំផុតនិងការដំមិនចេះឈប់ឈរគ្រានោះដែរតាជ័យបានចង្អុលទៅកាន់ដើមឈើដ៏ខ្ពស់ត្រដែតដែលឈរយ៉ាងរឹងមាំនៅកណ្ដាលវាលទោះបីជាត្រូវខ្យល់បក់ខ្លាំងយ៉ាងណាក៏ដោយខ្ញុំដឹងថាត្រូវតែព្យាយាមតែពេលខ្លះការតស៊ូរបស់ខ្ញុំវាហាក់ដូចជាគ្មានន័យខ្ញុំហត់នឿយនឹងការរងចាំណាស់លោកតាចៅមើលដើមឈើនោះចុះមុននឹងវាអាចឈរឆ្លងកាត់ព្យុះភ្លៀងបានវាត្រូវចំណាយពេលរាប់ឆ្នាំដើម្បីចាក់ឫសឲ្យជ្រៅទៅក្នុងដីបើវាដុះលឿនពេកឫសរបស់វាមិនមាំវានឹងរលំដោយងាយនៅពេលដែលខ្យល់បក់ការតស៊ូរបស់ចៅនៅពេលនេះគឺជាការចាក់ឫសនៃជីវិតចុះបើឫសខ្ញុំចាក់ទៅជប់សុទ្ធតែថ្មតើឲ្យខ្ញុំបន្តដោយរបៀបណាលោកតាថ្មជាឧបសគ្គប៉ុន្តែវាក៏ជាបង្អែកបើគ្មានការតស៊ូឆ្លងកាត់ការលំបាកទេចៅនឹងមិនដឹងពីតម្លៃនៃភាពជោគជ័យឡើយកុំស៊ូរកផ្លូវរលូងបើសិនជាចៅចង់ទៅដល់កំពូលភ្នំពន្លឺថ្ងៃចុងក្រោយបានរសាត់ទៅជំនួសមកវិញដោយពន្លឺព្រះច័ន្ទដ៏ត្រជាក់ត្រជុំចិត្តរបស់សុកដែលធ្លាប់តែក្តៅក្រហាយត្រជាក់មកវិញតាមសម្ដីរបស់លោកតានៅពេលព្រឹកឡើងព្រះអាទិត្យក៏ចាប់ផ្ដើមរះជះពន្លឺពណ៌មាសមកកាន់ផែនដីរំពេចនោះសុកក៏បានដើរទៅជួបតាជ័យម្ដងទៀតរួចក៏បាននិយាយទៅកាន់តាជ័យថាខ្ញុំយល់ហើយលោកតាការតស៊ូមិនមែនគ្រាន់តែជាការធ្វើការងារឲ្យរួចផុតតែពីដៃទេតែវាគឺជាការរក្សាគោលដៅទោះបីជាត្រូវបរាជ័យរាប់រយដងក៏ដោយត្រូវហើយណាចៅជោគជ័យពិតប្រាកដគឺកើតចេញពីការខិតខំប្រឹងប្រែងនិងការព្យាយាមតស៊ូណាចៅចូលចាំថាដំណក់ទឹកដែលស្រក់ចុះអាចធ្លុះថ្មបានមិនមែនដោយសារកម្លាំងបុកទង្គិចដ៏ខ្លាំងក្លានោះទេប៉ុន្តែដោយសារការស្រក់ចុះជាប្រចាំទើបធ្វើឲ្យថ្មធ្លុះបាននិយាយគ្នាចប់សុកត្រឡប់ទៅផ្ទះវិញដោយក្តីរីករាយគេលែងខ្លាចការបរាជ័យព្រោះគេដឹងថារាល់ការបរាជ័យគឺជាមេរៀនហើយរាល់ការតស៊ូគឺជាគ្រឹះនៃសុភមង្គលនាពេលអនាគតជីវិតដែលគ្មានការតស៊ូគឺជាជីវិតដែលគ្មានរសជាតិរីឯជោគជ័យដែលបានមកពីការលំបាកទើបជាជោគជ័យដែលមានតម្លៃពិតប្រាកដតម្លៃអប់រំការតស៊ូគឺជាយានជំនិះតែមួយគត់ដែលអាចនាំយើងឆ្លងកាត់មហាសមុទ្រនៃឧបសគ្គទៅកាន់កោះនៃសេចក្តីប្រាថ្នា